ប្រជុំរឿងព្រេងនិទានខ្មែររឿងនាងបដាចារឬបដាចារធេរីជារឿងមានប្រជាប្រិយមួយក្នុងចលនាអក្សរសិល្បៈខ្មែរហើយមានផលិតកម្មជាច្រើនដែលកំពុងតែថតរឿងនេះទាំងភាពយន្តទាំងខារ៉ាអូខេជម្រាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាដែលបានមកកាន់ YouTube របស់ខ្ញុំមុននឹងបន្តបើបងប្អូនស្រឡាញ់និងចូលចិត្តសូមជួយ Subscribe ម្នាក់មួយផងដើម្បីបានវីដេអូថ្មីៗសូមអរគុណសង្ខេបរឿងកែប្រែនាងបដាចារនាមនេះជានាមហៅក្រោយនាងបាត់បង់សតិប៉ុណ្ណោះជាបុត្រីរបស់សេដ្ឋីម្នាក់ក្នុងក្រុងសាវត្ថីក្រោយមកនាងក៏ស្រឡាញ់ជាមួយអ្នកបម្រើម្នាក់ដែលធ្វើឲ្យឪពុកម្ដាយនាងមិនពេញចិត្តក៏ត្រូវបណ្ដេញចេញពីផ្ទះពួកគេបានធ្វើខ្ទមនៅស្រុកឆ្ងាយមួយហើយក៏រួមរស់ជាមួយគ្នាបានកូនប្រុស2នាក់ថ្ងៃមួយពួកគេក៏បីកូនតូចនិងដឹកដៃកូនធំមានបំណងទៅជួបលោកឪពុកពេលនៅតាមផ្លូវចៅមនោបជាប្តីក៏ត្រូវពោះជឹកទើបនាងត្រូវនាំកូនទាំងពីរមកផ្ទះចៃដន្យនៅតាមផ្លូវត្រូវឆ្លងបឹងក៏ត្រូវបីទារកទៅមុនដោយទុកកូនប្រុសលើគោកពេលទុករួចក៏ទៅយកកូនបន្ទាប់តែដល់ពាក់កណ្ដាលផ្លូវត្រូវខ្លាញ់ឆាបទារកនោះក៏លើកដៃទះហោះកូនប្រុសឃើញដូច្នោះស្មានថាម្ដាយហៅក៏ចុះទឹកទៅរកក៏លង់ស្លាប់ពេលទៅដល់ផ្ទះឪពុកម្ដាយក៏លោកទាំងពីរស្លាប់ក្នុងភ្លើងឆេះទៅនាងក៏បាត់បង់សតិទៅជាឆ្កួតស្រាតសម្ពុតអាវទើបគេដាក់ឈ្មោះថានាងបដាចារដំណើរនាងក៏ជួបជាមួយព្រះពុទ្ធបរិយហើយទទួលស្ដាប់ធម៌ទេសនារួចមានស្មារតីវិញបួសក្នុងព្រះពុទ្ធសាសនាក្រោយមកក៏សម្រេចអរហត្តផលជម្រាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាដែលបានមកកាន់ YouTube របស់ខ្ញុំមុននឹងបន្តបើបងប្អូនស្រឡាញ់និងចូលចិត្តសូមជួយ Subscribe ម្នាក់មួយផងដើម្បីបានវីដេអូថ្មីៗសូមអរគុណ